សូមជម្រាបសួរប្រិយមិត្តជាទីរាប់អានខ្ញុំបាទមានព័ត៌មានមួយដែលមានចំណងជើងថាទៅវះកាត់ដកធ្មេញតស្រាប់តែប៉ះចំពេតព្រើភ្នែកដេអណ្ដាតជប់អញ្ចាញនិយាយមិនចេញកាលពីថ្ងៃទី26 ខែឧសភាឆ្នាំ2025កន្លងទៅនៅទីក្រុងវូហែនខេត្តហ៊ូប៊ីប្រទេសចិនមានហេតុការណ៍ដ៏មិននឹកស្មានមួយបានកើតឡើងចំពោះនារីវ័យ25ឆ្នាំម្នាក់ដែលនាងបានទៅវះកាត់ដកធ្មេញតតែស្រាប់តែញើបឡើងវិញត្រូវពេទ្យដេអណ្ដាតជប់អញ្ចាញនិយាយមិនចេញនារីខាងលើបានរៀបរាប់ឲ្យដឹងថានាងបានទៅវះកាត់ដកធ្មេញតជាមួយនឹងគ្រូពេទ្យម្នាក់គ្រូពេទ្យនោះបានវះអញ្ចាញនាងដើម្បីដកធ្មេញរួចក៏ដេបិទទៅវិញពោលគឺការវះកាត់ដំណើរការទៅដោយល្អអ្វីដែលនាងមិននឹកស្មាននៅពេលស្អែកឡើងនាងមានអារម្មណ៍ថាអណ្ដាតនាងពិតជាតឹងនឹងពិបាកកម្រើកជាខ្លាំងលុះនាងពិនិត្យមើលទៅអណ្ដាតរបស់នាងត្រូវបានគេដេភ្ជាប់ជាមួយនឹងអញ្ចាញធ្មេញធ្វើឲ្យនាងមានការឈឺចាប់យ៉ាងខ្លាំងនាងបានទៅរកគ្រូពេទ្យភ្លាមដែលគ្រូពេទ្យបានឲ្យដឹងថាភ្នែកខ្លួនមើលមិនសូវច្បាស់ទើបបណ្ដាលឲ្យកើតរឿងបែបនេះនាងងើបបែបនេះហើយពិតជាខឹងណាស់ហើយក៏បានទាមទារឲ្យមន្ទីរពេទ្យសង្ថ្លៃវះកាត់មកឲ្យនាងវិញដែលអស់ប្រមាណជាង$200ដោយឡែកខាងមន្ទីរពេទ្យបានចេញមកសុំទោសហើយនឹងត្រួតពិនិត្យបន្ថែមទៀតប៉ុន្តែមិនព្រមប្រគល់លុយឲ្យទៅនាងវិញនោះទេដោយអាងថាមិនបានបង្កជាគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរបើស្រឡាញ់ចូលចិត្តកុំភ្លេចជួយចុច Like Share និង Subscribe ដើម្បីបានវីដេអូថ្មីទៀតអរគុណចំពោះការចូលទស្សនាវីដេអូនេះ